មកទាំងនេះសល់កន្លែងតែមកអង្គុយលេងមួយគ្នានេះគឺជាឡានអគ្គិសនី Dipol SO7 ឆ្នាំ2025ទៅមកដល់កម្ពុជាក្តៅហើយសំខាន់ហ្នឹងគឺសាកភ្លើងពេញបើកបោបានចម្ងាយ620គីឡូម៉ែត្រជំរាបសួរបងប្អូនទាំងស្វាគមន៍មកកាន់វីដេអូថ្មីរបស់ Camboto ហើយនេះគឺជារថយន្តលក្ខណៈគ្រួសារអគ្គិសនី Dipol SO7 ស៊េរីថ្មីចុងក្រោយឆ្នាំ2025ដែលបានធ្វើការអភិវឌ្ឍបន្ថែមទៅលើបច្ចេកវិទ្យាដែលទំនើប option ដែលទំនើបអ្វីដែលពិសេសនោះគឺសាកភ្លើងមួយពេញអាចបើកបររយៈចម្ងាយបានរហូតដល់620គីឡូម៉ែត្រនិងមានការនាំចូលចែកចាយផ្ដាច់មុខមានការធានាត្រឹមត្រូវដោយក្រុមហ៊ុន OMA Cambodia សម្រាប់រថយន្តលក្ខណៈគ្រួសារអគ្គិសនី Dipol SO7 ឆ្នាំ2025នេះក៏ទើបតែមកដល់ទីផ្សារប្រទេសកម្ពុជាជាមួយនឹងការផ្លាស់ប្ដូរឲ្យកាន់តែស្រស់ស្អាតបំពាក់បន្ថែមជាមួយនឹងបច្ចេកវិទ្យាដែលទំនើបជូនទៅកាន់អតិថិជនរបស់ខ្លួនហើយចំណុចដែលបានបន្ថែមនេះខ្ញុំនឹងប្រាប់បងប្អូននៅក្នុងវីដេអូនេះផងដែរយើងងាកមកកាន់ចំណាប់អារម្មណ៍ទៅលើរូបរាងនៅផ្នែកខាងមុខឃើញថាតាក់ទងទៅនឹង DNA ថ្មីទៅលើរថយន្តប្រភេទអគ្គិសនីរបស់ Dipol ក៏នៅតែរក្សាទ្រង់ទ្រាយបែបប្រណិតភាពក៏ដូចជាភាពលេចធ្លោសម្រាប់អតិថិជនរបស់ខ្លួនហើយអ្វីដែលពិសេសហ្នឹងគឺតាក់ទងទៅនឹងការប្រើប្រាស់ជាមួយនឹងសំណុំចង្កៀងអំពូល Daytime Running Light បាទតាក់ទងទៅនឹងសំណុំចង្កៀងនេះគឺស្រស់ស្អាតតាក់ទាញហើយអាចនិយាយបានថាខុសប្លែកពីរថយន្តដទៃទៀតសម្រាប់រថយន្តប្រភេទអគ្គិសនីហើយមើលទៅគឺស្រស់ស្អាតដូចជាគ្រាប់ពេជ្រអញ្ចឹងបងប្អូនទាំងហើយចុះមកដល់កន្លែងតាក់ទងនឹងចង្កៀងបំភ្លឺផ្លូវក៏ប្រើប្រាស់ជាមួយនឹងចង្កៀងប្រភេទ LED ដូចគ្នាផងដែរបាទជួយសន្សំចៃហើយក៏ដូចជាបំពាក់ជាមួយនឹងមុខងារយ៉ាងសម្បូរបែបបន្ថែមពីនេះសម្រាប់ផ្នែកខាងមុខក៏មាន sensor ផងដែរជាមួយនឹងកាមេរ៉ាមួយគ្រាប់និយាយទៅតាក់ទងទៅនឹងកាមេរ៉ាគឺប្រើប្រាស់នៅប្រភេទកាមេរ៉ាប្រភេទ360 degree ហើយរេទៅតាមជាកូដក៏ដូចជា sensor ជំនួយទាំងមុខទាំងក្រោយដើម្បីឲ្យយើងប្រើប្រាស់មានសុវត្ថិភាពខ្ពស់ចំណុចផ្លាស់ប្ដូរសម្រាប់ឆ្នាំ2025ដែលទើបមកដល់កម្ពុជាក្តៅនេះគឺតាក់ទងទៅនឹងថាសកង់ទំហំហ្នឹងគឺធំជាងមុនរហូតដល់20អ៊ីងហើយថាសកង់ទំហំធំហើយមិនត្រឹមតែប៉ុណ្ណោះក៏បន្ថែមជាមួយនឹងសម្ព័ន្ធភាពដូចជាការ design ឲ្យកាន់តែស្រស់ស្អាតជាងមុនជាមួយនឹងប្រភេទ alloy wheel ផងដែរចុះមកដល់ផ្នែកចំហៀងនេះក៏មិនចោលជាមួយនឹងកញ្ចប់ក្តោបដោយស្វ័យប្រវត្តិនិងលានៅពេលដែលបងប្អូនទាំងគ្នា lock ឬក៏ unlock ហើយសម្រាប់ដៃទ្វារក៏អត់ចោលដែរជាមួយនឹងប្រភេទ flash door លឹបចូលទៅក្នុងសាច់ទ្វារនៃឡានអញ្ចឹងកន្លែងនេះគឺលំហូរខ្យល់បានល្អ aerodynamic design ជួយសន្សំចៃអគ្គិសនីរកការប្រើប្រាស់ចំណុចដែលខ្ញុំចាប់អារម្មណ៍សម្រាប់រថយន្តលក្ខណៈគ្រួសារមួយនេះគឺតាក់ទងទៅនឹងទំហំតែម្ដងដោយទំហំរថយន្តប្រវែងបដោយសរុបរហូតដល់4750មីលីម៉ែត្រទទឹងគឺ1930មីលីម៉ែត្រប្រវែងគម្លាតកង់មុខក្រោយគឺ2900មីលីម៉ែត្រក៏ដូចជាកម្ពស់រថយន្តគឺ1625មីលីម៉ែត្រជាមួយនឹងកម្ពស់ពីបាតដៃគឺ165មីលីម៉ែត្រតើបងប្អូនទាំងនេះឥឡូវនេះចូលទៅកាន់ចំណាប់អារម្មណ៍រូបរាងនៅផ្នែកខាងក្រោយជាមួយខ្ញុំទាំងអស់គ្នាការរចនារូបរាងនៅផ្នែកខាងក្រោយនេះក៏មានភាពស៊ីគ្នាជាមួយនឹងផ្នែកខាងមុខជាពិសេសបងប្អូនប្រកាសជាចាំជាមួយនឹងអំពូល Daytime Running Light បាទលេងមកគឺស្អាតតែម្ដងកន្លែង3គ្រាប់នេះណាបាទហើយអ្វីដែលពិសេសគឺនេះឆាងអានគឺអត់សំចៃអគ្គិសនីទេដាក់មកសត LED ដែលមានបាច់ពន្លឺហ្នឹងគឺភ្លឺឆ្វាយតែម្ដងបងប្អូននេះក៏ហមហើយក៏ដូចជា logo illuminate នៅកន្លែងនេះតែម្ដងហើយក៏មិនចោលជាមួយនឹង sensor ជំនួយបងប្អូនទាំងនេះកាមេរ៉ាប្រភេទ360 real time decode កន្លែងដែលខ្ញុំចាប់អារម្មណ៍ខ្លាំងគឺតាក់ទងទៅនឹងផ្នែកខាងក្រោយដោយសារតែទំហំនៅផ្នែកខាងក្រោយនេះគឺធំទូលាយល្អខ្លាំងមែនទែនដាក់ទុកដាក់អីវ៉ាន់មកគឺបានច្រើនតែម្ដងសម្រាប់ដំណើរកម្សាន្តរបស់យើងពីព្រោះដោយសារតែរយៈចម្ងាយគឺបានឆ្ងាយ600គីឡូជាងបាទអញ្ចឹងរឿងអីយើងមិនដើរលេងត្រូវបងប្អូនទាំងនេះបាទអញ្ចឹងបំពេញសម្រាប់តម្រូវការនៃការប្រើប្រាស់ប្រចាំថ្ងៃមិនថាការបំលាស់ទីនៅក្នុងទីក្រុងក៏ដូចជាទៅតាមបណ្ដាខេត្តក៏យើងអត់បារម្ភដែរដោយសារតែឥឡូវនេះគឺរយៈចម្ងាយគឺរហូតដល់620គីឡូម៉ែត្រសម្រាប់រថយន្ត Dipol SO7 ស៊េរីថ្មីចុងក្រោយឆ្នាំ2025បងប្អូនទាំងនេះចូលមកដល់ផ្នែកខាងក្នុងខ្ញុំសូមបង្ហាញបងប្អូនទាំងនេះទៅលើចំណុចដែលបានអភិវឌ្ឍបន្ថែមក៏ដូចជាផ្លាស់ប្ដូរសម្រាប់ឆ្នាំ2025នេះទៅលើរថយន្តអគ្គិសនីលក្ខណៈគ្រួសារ Dipol SO7 ឆ្នាំ2025
ចឹងជាក់ស្ដែងហ្មងនៅពេលដែលយើងចូលមកដល់ផ្នែកខាងក្នុងអ្វីដែលបានផ្លាស់ប្ដូរគឺពណ៌តែម្ដងឃើញបងប្អូនគ្នាគេបន្ថែមទៅលើប្រណិតភាពទៅលើរថយន្តលក្ខណៈគ្រួសារមួយនេះដោយផ្លាស់ប្ដូរទៅពណ៌ខ្មៅបាទកៅអីពុកស្បែកតាបឡូទៅលើផ្នែកសំខាន់មើលទៅគឺខ្មៅតែម្ដងហើយក៏បន្ថែមជាមួយនឹងធ្នេដេពណ៌ទឹកក្រូចស្ពណ៌ខ្លាំងមែនទែនកន្លែងនេះហើយចំណុចមួយទៀតគឺតាក់ទងទៅនឹង Dipole AI Intelligence ដែលវាដំណើរការបានល្អមែនទែនជាមួយនឹងកាយវិការរបស់អ្នកបើកបរហើយតាក់ទងទៅនឹងប្រព័ន្ធបញ្ជាដោយសំឡេង voice command ហ្នឹងក៏ smooth ល្អដែរបងប្អូនទាំងគ្នាឥឡូវនេះខ្ញុំនឹងសាកឲ្យបងប្អូនទាំងគ្នាបានឃើញតាក់ទងទៅនឹង voice command ហើយបើនិយាយទៅដោយសារតែរថយន្តនេះគឺបាននាំចូលដោយក្រុមហ៊ុនផ្លូវការហើយនេះឲ្យតាក់ទងទៅនឹងភាសាអក្សរអង់គ្លេសហ្នឹងគឺវា respond បានលឿនហើយក៏ដូចជាការប្រើប្រាស់របស់យើងហ្នឹងសំណុំស៊ីនដែលគេអត់ jailbreak ទៅលើ system របស់វាទេអូខេឥឡូវយើងសាកតាក់ទងទៅនឹង voice command Hi Dipole Right here. play music Okay. Stop music អូខេអញ្ចឹងតាក់ទងទៅនឹងប្រព័ន្ធប្រតិបត្តិការដោយបងប្អូនទាំងបានឃើញអញ្ចឹងគឺវាឆ្លាតវៃវាឆ្លើយតបបានលឿនហើយតាក់ទងទៅនឹងប្រព័ន្ធ AI Intelligence របស់ Dipole ហ្នឹងក៏ដំណើរការបានល្អដោយសារតែតាក់ទងទៅនឹងប្រព័ន្ធប្រតិបត្តិការទាំងអស់គឺដំណើរការដោយ Dipole OS 2.0 តែតាមពិតទៅគឺប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការរបស់ Huawei ហើយតាក់ទងទៅនឹងបន្ទះ chip គេប្រើប្រាស់នៅប្រភេទ Qualcomm 8155ហើយក៏ដូចជាអង្គចងចាំ 12G ហើយក៏ដូចជាទំហំផ្ទុកទិន្នន័យរបស់យើងរហូតដល់ 128G យើងហាក់បីដូចជាមានកុំព្យូទ័រមួយនៅជាមួយយើងអញ្ចឹងបាទកន្លែងនេះគឺពិសេសខ្លាំងសម្រាប់ Dipole SO7 មួយវិញទៀតតាក់ទងនឹងប្រព័ន្ធបញ្ជាដែលប្រើកាយវិការដែលយើងហៅថា gestures អញ្ចឹងតាក់ទងទៅនឹងមុខងារនេះគឺវាដំណើរការបានឆ្លាតវៃដោយសារតែវាមាន gesture ដែលយើងអាចធ្វើការកំណត់ឧទាហរណ៍ថាយើងចង់ថតរូបជាពិសេសអ្នកនៅខាងក្រោយដោយសារតែនៅខាងក្នុងនេះគឺមានកាមេរ៉ាមួយគ្រាប់ហើយបើសិនជាយើងចង់លើកទូរស័ព្ទអីយើងគ្រាន់តែធ្វើកាយវិការទៅគឺបានហើយដោយសារតែមានកាមេរ៉ានៅក្នុងនេះអញ្ចឹងកន្លែងនេះគឺយើងអាចធ្វើការបញ្ជាដោយកាយវិការរបស់យើងទៅលើការគ្រប់គ្រងទៅលើតន្ត្រីកាមេរ៉ាឬក៏ការហៅទូរស័ព្ទរបស់យើងហើយមានមុខងារយ៉ាងសម្បូរបែបទៀតតាមរយៈការបញ្ជាទៅលើកាយវិការអញ្ចឹងសម្រាប់ការបញ្ជាដោយកាយវិការហ្នឹងគឺមានច្រើនរបៀបមែនដែរនេះគឺ shortcut របស់វាហើយមួយវិញទៀតតាក់ទងទៅនឹងប្រព័ន្ធជំនួយដល់ការបើកបរដោយឆ្លាតវៃដែលយើងហៅថា Cruise Pilot ហ្នឹងគឺវាដំណើរការបានល្អជាងមុនឆ្លាតវៃជាងមុនដោយសារតែដូចបងប្អូនទាំងនេះបានដឹងអញ្ចឹងដោយសារតែ Dipole AI Intelligence ហ្នឹងហើយចូលមកដល់ចំណុចបណ្ឌិតដែលខ្ញុំគិតថាសម្រាប់រថយន្តលក្ខណៈគ្រួសារអគ្គិសនី Dipole SO7 ឆ្នាំ2025នេះគឺបណ្ឌិតណាទីមួយគឺពណ៌ដែលបានផ្លាស់ប្ដូរហើយទីពីរគឺតាក់ទងនឹងបរិក្ខារដែលបានបំពាក់ជាមួយនឹងមុខងារដ៏ទំនើបជាក់ស្ដែងហ្មងដោយបងប្អូនទាំងគ្នាធ្លាប់ដឹងហើយរថយន្តថ្មីតែតែមានក្លិនក៏ប៉ុន្តែសម្រាប់ឡានមួយនេះណាគឺយើងចូលមកគឺផ្ដល់នូវផាសុខភាពមកអារម្មណ៍របស់យើងនេះគឺធម្មជាតិពិតតែម្ដងហើយបើសិនជាមានក្លិនបងប្អូនទាំងគ្នាអាចបញ្ជាបានផងដែរជាមួយនឹងមុខងារបន្សុទ្ធចោលក៏មានហើយម៉ាស៊ីនត្រជាក់របស់គេប្រើស្លាបព្រិលប្រកបនៅតាមតាបឡូនៅផ្នែកខាងមុខណាហើយសំខាន់គឺយើងអាចសេរីបានរហូតដល់3របៀប Smart Free ឬក៏ Swing ឲ្យវារេឡើងលើចុះក្រោមអីចឹងទៅហើយមួយវិញទៀតតាក់ទងទៅនឹងកម្រិតត្រជាក់ក៏អាចបញ្ជាបាន3របៀបផងដែរគឺយើងចុចយកមាន icon មួយដែលយើងចុចទៅចង់ឲ្យត្រជាក់ខ្លាំងគឺរូបសញ្ញាព្រិលហើយបើសិនជាចង់ឲ្យបាន warm គឺប្រភេទបែបរៀងព្រះអាទិត្យហ្នឹងគឺវា cool down វារបៀបថាត្រជាក់តាមសម្រួលអីចឹងណាបាទហើយបើសិនជាចង់បានខ្យល់បរិយាកាសដូចធម្មជាតិដូចផ្នែកខាងក្រៅក៏មានផងដែរអញ្ចឹងមាន3កម្រិតដូចគ្នាហើយស្លាបព្រិលមាន3កម្រិតដូចគ្នាបាទកន្លែងហ្នឹងគឺលយមែនតើហើយមួយវិញទៀតតាក់ទងទៅនឹងបរិក្ខារដែលខ្ញុំគិតថាប៉និតណាគឺតាក់ទងទៅនឹងបាទ form អាការឈើទៅលើបរិក្ខារនៅដៃទ្វារនេះបាទកន្លែងនេះក៏មិនងាយមានដែរសម្រាប់រថយន្តប្រភេទអគ្គិសនីដែលមានតម្លៃសមរម្យបែបនេះហើយមានក្រុមហ៊ុននាំចូលផ្លូវការតាក់ទងទៅនឹង ambient light គឺគេប្រកបនៅតាបឡូរបស់យើងហើយយើងអាចធ្វើការផ្លាស់ប្ដូរពណ៌បានច្រើនរបៀបមែនតើកន្លែងប៉និតមួយទៀតបងប្អូនទាំងនេះការបិទបើកទ្វារគឺគ្រាន់តែចុចទេនេះបាទហើយប្រើកញ្ចក់2ជាន់អញ្ចឹងរាល់ការកំសាន្តរបស់បងប្អូនទាំងគ្នាគឺធានាថាបរោះរំដំតែម្ដងហើយជាក់ស្ដែងហ្មងសម្រាប់ Dipole SO7 នេះឧបករណ៍បំពងសំឡេង Sony ប៉ុន្តែគេដាក់អក្សរដាក់ Dipole ហើយឧបករណ៍បំពងសំឡេងមានរហូតដល់14ចំណុចធានាថាបរោះកញ្ចក់2ជាន់បាទអញ្ចឹងការទប់សំឡេងការទប់ខ្យល់ពីផ្នែកខាងក្រៅហ្នឹងគឺបានល្អមែនតើហើយមិនតែប៉ុណ្្នឹងទេបងប្អូនទាំងគ្នាមានមុខងារមួយដែលបងប្អូនទាំងគ្នាអាចបញ្ជាយកសំឡេងហ្នឹងចេញទៅផ្នែកខាងក្រៅបានទៀតផងដែរគឺយើងបើកមុខងារ external speaker អញ្ចឹងកន្លែងហ្នឹងក៏យើងអាចរាយកំសាន្តពីផ្នែកខាងក្រៅនៃរថយន្តរាល់ដំណើរកំសាន្តរបស់បងប្អូនទាំងគ្នាបន្ថែមពីនេះក៏មានផងដែរជាមួយនឹង AR head up display បាទបាញ់នៅលើកញ្ចក់ឲ្យយើងអញ្ចឹងយើងអាចផ្ដោតនៅលើការបើកបររបស់យើងបានហើយរួមជាមួយនឹងបាទ
អេក្រង់កំសាន្តប្រភេទ Sunflower Touchscreen ដែលមានទំហំរហូតដល់ 15.6 អ៊ីងមុខងារសំខាន់គឺប្រម៉ូដាក់នៅក្នុងនេះហើយក៏ដូចជាកន្លែងសាកថ្មទូរស័ព្ទដៃឥតខ្សែកម្លាំងខ្លាំងកម្លាំង40វ៉ាត់ហើយដំបូលកញ្ចក់នៅផ្នែកខាងលើផងដែរឥឡូវនេះបន្តជាមួយខ្ញុំទៅកាន់រូបរាងនៅផ្នែកខាងក្រោយទាំងអស់គ្នាវ៉ាចូលមកដល់ផ្នែកខាងក្រោយខ្ញុំភ្លេចប្រាប់បងប្អូនទាំងគ្នាដែរតាក់ទងទៅនឹងកញ្ចក់2ជាន់នៅផ្នែកខាងមុខហើយមួយវិញទៀតគឺតាក់ទងទៅនឹង frameless និយាយទៅឡើងស្ពស់តែម្ដងគេប្រើ frameless អត់មានស៊ុំទេសម្រាប់កញ្ចក់នេះមួយវិញទៀតតាក់ទងទៅនឹងផ្នែកខាងក្រោយហ្នឹងគឺធំទូលាយល្អខ្លាំងមែនទែនហើយគេធ្វើមកបន្ថែមឲ្យឃើញអំពីផលិតភាពហ្នឹងគឺកន្លែងនេះបាទកៅអីនៅផ្នែកខាងមុខទាំងពីរហ្នឹងគេប្រើជាមួយនឹង chrome ប្រាក់អានេះសោភ័ណភាពផងផលិតភាពផងហើយដូចខ្ញុំបានបញ្ជាក់អញ្ចឹងជាមួយនឹង texture ឈើបាទផលិតខ្លាំងមែនទែនកន្លែងនេះហើយតាក់ទងនឹងការបិទបើកទ្វារដូចបានបញ្ជាក់អញ្ចឹងនេះគ្រាន់តែចុចទៅហើយយើងនេះបានហើយកន្លែងមួយទៀតនេះតាក់ទងទៅនឹងកន្លែងដាក់ដៃនេះដូចប្រភេទឡានផលិតតម្លៃរាប់សែនដុល្លារហើយលេងជាមួយនឹងក្រូមេពណ៌ទឹកប្រាក់ហ្នឹងហើយជាមួយនឹងស៊ុំកន្លែងយើងដាក់កែវទឹកហ្នឹងបាទពណ៌ខ្មៅរលើបរលោងហើយហុំព័ទ្ធដោយស្បែកផលិតហើយក៏ដូចជាធ្នេដេហើយតលាយមែនតើនៅផ្នែកខាងក្រៅនេះតលាយបងប្អូននេះខ្ញុំអត់នេះទេខ្ញុំថតនៅផ្នែកខាងមុខនេះគឺខ្ញុំអង្គុយយ៉ាងមានផាសុកភាពនៅផ្នែកខាងមុខហើយនៅខាងក្រៅយើងអាចអង្គុយយ៉ាងមានផាសុកភាពទៀតមួយវិញទៀតយើងអាចធ្វើការបជាបិទបើកដំបូលនេះ shortcut នៅកន្លែងរុនបញ្ចេញខ្យល់ម៉ាស៊ីនត្រជាក់ក៏ដូចជាសេរីនៅកម្រិតស្ថនភាពដែលយើងចង់បានហើយបើសិនជាកៅអីនៅផ្នែកខាងមុខនេះយើងចង់ឲ្យមង្គលទៅណាក៏យើងអាចបជាបានផងដែរនេះតាមរយៈប៊ូតុងថៃទាំងអស់តែម្ដងអញនិយាយបានថាស្ទើរជាកន្លែងមួយដែលបងហាញឃើញអំពីផលិតភាពពិតៗសម្រាប់រថយន្តលក្ខណៈគ្រួសារមួយនេះកន្លែងមួយទៀតដែលមិនអាចខ្វះបានគឺតាក់ទងទៅនឹងចំណុចសុវត្ថិភាពដូចបងប្អូនទាំងគ្នាបានដឹងអញ្ចឹងសម្រាប់រថយន្តដែល OMA គាត់បាននាំចូលសុទ្ធតែជារថយន្តដែលបានសិក្សាស្រាវជ្រាវទៅលើប្រវត្តិក៏ដូចជារថយន្តដែលផលិតឡើងមានស្តង់ដារគុណភាពសុវត្ថិភាពខ្ពស់អញ្ចឹងជាក់ស្ដែងសម្រាប់ Depaul SO7 ឆ្នាំ2025ហ្នឹងបងប្អូនទាំងគ្នាប្រកាសជាបានឃើញហើយគឺទទួលបាននៅចំណាត់ថ្នាក់សុវត្ថិភាពកាយ5ពីសមាគមវាតម្លៃធំចំនួន3ទី1គឺពីស្ថាប័នខ្លួនឯងគឺប្រទេសចិនបាទកាយ5 CNCAP បាទហើយមួយវិញទៀតគឺតាក់ទងទៅនឹងស្ថាប័នអឺរ៉ុប Euro NCAP ហើយក៏ដូចជាស្ថាប័នពីប្រទេសអូស្ត្រាលីគឺ ANCAP បាទស្ថាប័នធំទាំងអស់ហ្នឹងហើយគឺបង្ហាញតាក់ទងទៅនឹងរថយន្តនេះគឺមានសុវត្ថិភាពខ្ពស់មែនទែនដែលទទួលបានការវាតម្លៃរហូតដល់ថ្ងៃ5ហើយនេះហើយតើតើនឹងពងសមត្ថភាពប្រព័ន្ធហ្វ្រាំងជាន់ដោយស្វ័យប្រវត្តិបាទក៏មានហ្វ្រាំងអូតូនិយាយទៅហ្វ្រាំងអូតូរក្សាកន្លងរាល់ការវ៉ាចេញមានសមត្ថភាពនៅពេលដែលយើងអាយ៉ែថយក្រោយគឺចេញពីចំណតហ្នឹងក៏មានរាក្រ traffic alert និយាយទៅសបោបែបហ្មងនិយាយទៅតាក់ទងទៅនឹងមុខងារអស់នេះសង្ឃថាទៅជាមុខងារស្តង់ដារមួយដែល Depaul បាននាំមកជូនអតិថិជននៅប្រទេសកម្ពុជារបស់យើងហើយអញ្ចឹងហើយហេតុនេះបានជា Depaul គឺទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនជាមួយនឹងតម្លៃដែលសមរម្យមានក្រុមហ៊ុននាំចូលរថយន្តផ្លូវការគ្រឿងបន្លាស់ក៏គ្រប់គ្រាន់ហើយក៏ដូចជាបាទតាមបណ្ដាខេត្តហ្នឹងក៏មានដៃគូហើយក៏ដូចជានៅភ្នំពេញអញ្ចឹងហ្នឹងគឺមានអាគារតាំងបង្ហាញរថយន្តផ្លូវការរបស់ Depaul ដែលត្រូវបាននាំចូលនិងចែកចាយផ្នែកមុខដោយក្រុមហ៊ុន OMA ជាមួយនេះកន្លែងមួយទៀតដែលខ្ញុំគិតថាពិសេសហើយបើតាមខ្ញុំចាំខ្ញុំគិតថាបើនិយាយពីក្រុមហ៊ុនផ្លូវការណាអាចនឹងមានតែរថយន្តអគ្គិសនី Depaul SO7 មួយនេះទេដែលមានកន្លែងទុកដាក់អីវ៉ាន់ឲ្យយើងនេះមកឆ្ងាញ់ហ្មងបាទបងប្អូនទាំងគ្នាក្រៅពីនេះតាក់ទងទៅនឹងថាមពលកម្លាំងម៉ាស៊ីនអញ្ចឹងជាក់ស្ដែងហ្មងដោយបងប្អូនទាំងគ្នាបានដឹងយ៉ាងសម្រាប់ Depaul SO7 ហ្នឹងគឺប្រើប្រាស់នៅប៉ុងក្រោយ RWD ហើយតាក់ទងទៅនឹងទំហំអាគុយគឺ 79.97 គីឡូវ៉ាត់ម៉ោងដែលការសាក់ភ្លើងមកពេញគឺបងប្អូនទាំងគ្នាអាចបើកបររយៈចម្ងាយរហូតដល់620គីឡូម៉ែត្រតាក់ទងទៅនឹងថាមពលគឺរហូតដល់285 PS កម្លាំងរមួលគឺ320 Newtonម៉ែត្រខ្លាំងមែនទែនហើយអ្វីដែលពិសេសគឺការសាក់ភ្លើងជាមួយនឹងល្បឿនលឿនពី35ទៅ 80% គឺប្រើពេលត្រឹមតែជាង30នាទីតែប៉ុណ្ណោះពេញយើងអាចបើកបរបានហើយបាទបងប្អូនទាំងគ្នាតើបងប្អូនទាំងគ្នាយល់យ៉ាងណាដែរសម្រាប់ចំណុចនៃការផ្លាស់ប្ដូរក៏ដូចជាចំណុចផាសុកភាពសុវត្ថិភាពជាពិសេសនេះគឺប្រណិតភាពទៅលើរថយន្តលក្ខណៈគ្រួសារអគ្គិសនី
Dipol SO7 ស៊េរីថ្មីឆ្នាំ2025ដែលបានធ្វើការអភិវឌ្ឍបន្ថែមជាពិសេសសម្រាប់បងប្អូនទាំងគ្នាអ្វីដែលកាន់តែពិសេសនឹងផ្ដល់នូវទំនុកចិត្តរាល់ការប្រើប្រាស់របស់បងប្អូនទាំងគ្នារាល់ការទិញរថយន្ត Dipol ទាំងអស់ពីក្រុមហ៊ុន OMA Cambodia ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយផ្ដាច់មុខនៅ Mark Dipol ប្រចាំនៅប្រទេសកម្ពុជារបស់យើងបងប្អូនទាំងគ្នានឹងទទួលបាននៅអត្ថប្រយោជន៍រហូតដល់8ចំណុចចំណុចទី1គឺមានការនាំចូលនិងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន OMA Cambodia ផ្ទាល់ចំណុចទី2គឺមានការធានាត្រឹមត្រូវរយៈពេល8ឆ្នាំឬ 240,000 គីឡូម៉ែត្រដែលជារយៈពេលមួយវែងជាងគេបំផុតនៅកម្ពុជាចំណុចទី3គឺផ្ដល់ជូនដោយឥតគិតថ្លៃជាមួយនឹងដុំសាកនៅផ្ទះកម្លាំង7គីឡូវ៉ាត់ម៉ោងដុំសាកចល័ត 3.5 គីឡូវ៉ាត់ម៉ោងនិងដុំ V2L សម្រាប់ការទាញយកភ្លើងពីរថយន្តមកប្រើប្រាស់ផ្សេងៗចំណុចទី4គឺសេវាកម្មជួសជុល24ម៉ោងចំណុចទី5ជាងជំនាញបណ្ដុះបណ្ដាលដោយផ្ទាល់ពីរោងចក្រឆាងអានចំណុចទី6 Service Care ទៅដល់អតិថិជនបន្ទាប់ពីការទិញរថយន្តរួចហើយចំណុចទី7គឺផ្ដល់ជូននូវការបង្រៀនបណ្ដុះបណ្ដាលពីការប្រើប្រាស់រថយន្តនិងការថែទាំរថយន្តដោយឥតគិតថ្លៃចំណុចចុងក្រោយគឺចំណុចទី8រថយន្តនេះគឺត្រូវបាន design ដោយអ្នកជំនាញលំដាប់ពិភពលោក31ប្រទេសរួមទាំងប្រទេសអាល្លឺម៉ង់អ៊ីតាលីជប៉ុននិងចិននិងទទួលបាននូវស្តង់ដារគុណភាពសុវត្ថិភាពលំដាប់ថ្នាក់ផ្កាយ5ពីប្រទេសអូស្ត្រាលី ANCAP សហភាពអឺរ៉ុប Euro NCAP និងប្រទេសចិន CNCAP សម្រាប់ព័ត៌មានបន្ថែមឬបើកបរសាកល្បងរថយន្តដោយផ្ទាល់បងប្អូនទាំងគ្នាអាចមកកាន់អគារតាំងមហិញ្ញរថយន្តផ្លូវការ Dipol ដែលស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមេរីវង្សទល់មុខជាមួយនឹងក្រសួងអភិវឌ្ឍជនបទជាប់ជាមួយនឹងអគារតាំងមហិញ្ញរថយន្ត Ford ឬតាមរយៈទូរស័ព្ទដែលមានបង្ហាញនៅលើអេក្រង់នេះស្រាប់អរគុណបងប្អូនទាំងគ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់សូមជួយជូនពរបងប្អូនទាំងគ្នាទទួលបាននូវសំណាងល្អនិងសុខភាពល្អពីខ្ញុំនិងក្រុមការងាររបស់ Cambo Auto សូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ